យោយណាណាហ៎ណែណាម្ចាស់គឺខ្ញុំមកខ្មៅអូមកខ្មៅមិនកាយនៅទីនេះខ្ញុំបារម្ភសុខភាពរបស់លោកម្ចាស់ខ្លាចខ្វាន់ខើគេលេងខូចត្រាស់ហើយខ្វាន់ខើមើលទៅភ័យរត់បាត់ហើយមកខ្មៅពួកជើងទៅដែរទេបោកម្ចាស់ខ្វាន់ខើនៅខាងនោះហេមកខ្មៅឯទៅណាចាំជើងផងនេះជាអ្វីទេម្ចាស់ហ្វាន់ខើនៅខាងនោះខ្ញុំដឹងហើយប្រកាសជាល្បីរបស់ហ្វាន់ខើប៉ុណ្ណឹងបំពេញខ្ញុំមិនបានទេខ្ញុំត្រូវទៅតាមមើលគេនៅមានល្បីអីទៀតបៃសាចមានបៃសាចបៃសាចលោកម្ចាស់បៃសាចទៅជីវិតផងទៅជីវិតផងលោកម្ចាស់បៃសាចអ្នកប្រុសគឺខ្ញុំទេសៀវទៅជឿអូទីបំផុតអ្នកប្រុសមកហើយខ្ញុំចាំឡើងដេកលក់ហើយណាអ្នកអូយហ៊ានបំផិតខ្ញុំផងហ៊ានបំផិតខ្ញុំផងអ្នកប្រុសខ្ញុំគ្រាន់តែបារម្ភពីអ្នកប្រុសទេទើបបានជាមកទទួលជាពិសេសអ្នកតើទេអ្នកប្រុសឯណាស៊ូជីច័ន្ទមិនក៏មិនឃើញគេអញ្ចឹងកុំខ្វល់នឹងគេឆាប់ទៅខ្ញុំឃើញឯងហើយឡើងមេឃាការពិតមានរូបរាងបែបនេះសោះម្ចាស់មកមើលខាងនេះតាជារបស់ស្អីមកខ្មៅមិនកែទៅដល់ទីនោះម្ចាស់ឆាប់ជីកបរិស័យទៅមើលមើលថងហោហ្វុងមិនកែនៅដែររឿងនេះខ្ញុំទៅមើលមកឡើងខ្មៅប្រទេសឃើញអ្វីហើយយប់នេះជួបរឿងចំណាយច្រើនណាស់នេះគឺមកខ្មៅឆាប់ឡើងម្ចាស់តោចមើលទៅនោះជាអ្វីរវល់ប្រមូលផលដង្កូវនាងសូត្រខាត់បងបានន័យថាម៉េចទៅអាចារ្យខ្លាំងបោកមនុស្សល្អអ្នកសិក្សាត្រែកចោបំបីការពិតមើលទៅដូចជាពីប្រថ្នាអញ្ចឹងម្ចាស់តើឆាប់ទៅតាមនេះអូត្រាយឆាប់ឡើងខ្ញុំត្រូវក៏ត្រាពីប្រថ្នាទាំងអស់នោះបានខត់ទ្របបន្ថែមកំណត់បាត់ខ្មៅត្រៀមគ្រោះដាស់ជក់អត់ទ្របឆាប់បើកឡើងកំណត់ប្រព័ន្ធរក្សាទុកក៏ត្រាក់ក្នុងនំរះដៃលោកពុកជួយខ្ញុំសរសេររួចហើយយប់ជ្រៅហើយញ៉ាំទៅផ្ទះគ្រប់គ្នាគួរតែបារម្ភហើយយើងចុះពីភ្នំទៅមកខ្មៅឯងទៅមកទលារកទូកខ្វាន់ខើគួរតែនៅម្ចាស់តើមកទលេគ្មានទូកទេក៏មិនឃើញខ្វាន់ខើដែរថងអហ្វុងឯងទៅមើលជុំនេះទៅក្រែងលោកមានទូកណាមកខ្មៅការពារម្ចាស់ហ្
នខើនោះប្រកាសជារត់តមុនហើយ ក្នុងឡាវមួយនេះមិនមែនជាខ្វាន់ខើអញ្ចឹងជានរណាទៅ ហ៎មិនដឹងទេ រកឃើញហើយ នេះហេទៅមានត្រីទេអីយ៉ាចង់ស្ទួយត្រីបើមិនទៅទេយើងលេងគូសំហើយហេចៅលុយត្រីឯនេះឆាប់ចេញទៅហ៎ម្ចាស់តូចថងហោះហ្វងមកវិញហើយ ថងហោះហ្វុងរកឃើញទូកដែរទេ កុំនិយាយអីអ្នកនេសាទនោះទុកខ្ញុំជាចោរលួចត្រីមើលរឿងខ្លាយធ្នូរបស់ខ្ញុំទៅមើលរោមដ៏ស្រស់ស្អាតរបស់ខ្ញុំទៅដូចចោរត្រង់ណា ខ្លាយធ្នូស្រស់ស្អាតមិនក៏ខ្ញុំមិនឃើញយ៉ាអូយ ហេបោះខ្ញុំមានមធ្យោបាយហើយ ជោគបាយអី ចុះបាយអី ពួកយើងអាចដេញត្រីបាញ់ឆោតអ្នកនេសាទមកទីនេះដែលប្រើដំថ្មកោដមាត់បាតទន្លេដេញត្រីទៅមាត់ច្រាំងអ្នកនេសាទនឹងមកដោយខ្លួនឯងជាមិនខានទេ នៅតែម្ចាស់មានចុះបាយ ថងហោះហ្វុងមើលលើឯងហើយ ទុកចិត្តចា ហើយអត់បានអីទៀតហើយហ៎ចៅលុយត្រីឯនេះនៅហ៊ានមកទៀតអីហ៎អ្នកអ្នកត្រីធំតើហ៎ចាប់ទេពឥឡូវនេះជាចាប់របាយមែនទេ លពូរំខានលពូជូនខ្ញុំទៅក្រុងផងបានទេ បានហឺ ជេទៅផ្ទះហើយ ហេតុអីបងព្រមតន់មកវិញទេបងជេបើបងនៅតែដើរទៅមកទៀតខ្ញុំវិលមកស្លាប់ហើយនេះកុំបារម្ភពុកឯងទៅមាត់ទន្លេមើលហើយបងប្រុសនឹងឆាប់មកវិញ ហើយហ៎បងប្រុសមកវិញហើយហេឯណាបងប្រុស អ្នកប្រុសខ្ញុំចុះពីលើភ្នំតែម្នាក់ឯងខ្ញុំគិតថាស៊ូខើច័ន្ទនៅលើភ្នំละឡាយទេ ម៉ែជាហ៊ានទៅបងប្រុសខ្ញុំចោលលើភ្នំតែឯងផងនេះ ខ្ញុំគ្រាន់តែមកផ្ដោតដំណឹងអើយអូយអើយណែ ហ៎បងប្រុស ប្រាប់អ្នកប្រុសឯងទៅលើកនេះចាញ់ទៀតហើយ ណែអើយដឹងហើយអើយ ជឿច័ន្ទកូនជួបឧបទ្ទហេតុអ្វីមែនទេបងប្រុសមែនឬមិនមែនភ័យដល់រមែលចា បងប្រុសមិនមែនជាជនកំសាន្តទេ ខ្ញុំពិតជាបានជួបរឿងចម្លែកមួយមែន ជាចានផ្កាឈូកសងខាងដំរាគឺពុកប្រាឲ្យផ្កាយធ្វើបាយជាត្រូវកូនប្រើហើយឯងស្ដាប់កូនរយៈចប់សិនទៅបងប្រុសឆាប់ខ្ញុំក៏ចង់ទៅដែរកុំទេសាចាំស្ដាប់លោកតាមានប្រសាសន៍ ជាចានឯងមើលឃើញហើយប្រកាសជាផ្កាឈូកភ្លួដែរ ផ្កាឈូកភ្លោះតែនេះជាអ្វីទៅ រីកថាដំណើរថារៀងរាល់120ឆ្នាំនឹងមានផ្កាឈូកភ្លួលេចឡើងបដងវានឹងជ្រើសរើសមនុស្សបរិសុទ្ធជាល្អចូលទៅក្នុងលអាងសម្ងាត់យកបេសកកម្មប្រគល់ទៅឲ្យម្នាក់នោះឲ្យគេជួយមនុស្សលោកដោះស្រាយបញ្ហាទុក្ខលំបាកដល់ចៅប្រុសបេសកកម្មទាំងនេះសុទ្ធតែអាចបង្កើតរឿងល្អៗដល់ក្រុមមេចៅពួកយើង ប្រកាសជាទេពកោសលរបស់ខ្ញុំធ្វើទេវតារំភើបទើបទទួលបានទូនាទីធំបែបហ្នឹង មីងជើពោលថាទោះទទួលទូនាទីធំប៉ុណ្ណាក៏ដោយចាំបាច់ត្រូវមានឆន្ទៈស៊ូទ្រាំភាពលំបាកគឺបំពេញបេសកកម្មចាប់ទៅទុកថាធំដល់ក្តីពិតប្រាកដ ពងនិយាយពីបាយមិញឲ្យចប់សិនជាចានក្បាលដំរានេះគឺអាចប្រាក់ឲ្យផ្កាយធ្វើតទៅបើមានបេសកកម្មវានឹងបង្ហាញនៅលើដំរានេះសង្ឃឹមថាកូនអាចធ្វើបាន ខ្ញុំនឹងបំពេញឲ្យចប់ជាមិនខានទេ មកប្រុសពួកខ្ញុំក៏ជួយដែរផែនការជោគជ័យ